មានម្នាក់ចង់ញ៉ាំមីសួរហើយម្នាក់ទៀតចង់ញ៉ាំមីប៉ក់ណាក៏ប៉ុន្តែនៅពេលដែលមកដល់ហាងមួយនេះគឺបងសវិសប្រាប់ថានៅនឹងគឺថាមានទាំងអស់មិនថាជាប្រភេទមីសួរក៏ដូចជាមីប៉ក់ឬមួយក៏គុយទាវអីទេបើនិយាយទៅ Twister ដើរកាត់ហាងមកកន្លែងនេះអត់ខកបំណងទេអញ្ចឹងអ្នកណាចង់ញ៉ាំមីសួរក៏មីសួរសាច់មាន់ទៅអ្នកណាចង់ញ៉ាំមីប៉ក់ក៏មីប៉ក់ទៅបើនិយាយទៅគឺថា all in one តែម្ដងអ្វីដែលសំខាន់ឥឡូវគេមាន promotion ទៀតហ៎ចឹងសម្រាប់ហាងដែល Twister ដើរចូលនេះបងម៉ែបងប្អូនគឺគេមានឈ្មោះថា Happy Noodle បាននិយាយទៅមកដល់ទីនេះគឺ happy ដូចឈ្មោះហាងរបស់គេតែម្ដងព្រោះថានៅពេលដែលបានដើរចូលមកដល់ហាងមួយនេះហើយគឺអត់មានស្មុគស្មាញទេគឺថាមានភាពសប្បាយរីករាយនៅក្នុងការជ្រើសរើសមីនុយតែម្ដងព្រោះថានៅទីនេះណាមិនថាជាប្រភេទទឹកប្រភេទគោកអីទេមានស្តុបតែម្ដងមិនថាមីសួរសាច់មាន់គុយទាវទឹកខ្មៅឬមួយក៏គុយទាវជើងមាន់ហើយអ្វីដែលសំខាន់ណាពុកម៉ែបងប្អូនគឺថាមានមីប៉ក់ហើយអ្វីដែលសំខាន់នេះអាហារច្រើនបែបនេះគឺថាជំរើសច្រើននៅក្នុងការជ្រើសរើសតែម្ដងណាហើយអ្វីដែលសំខាន់ណា Twister កុំមកលើកនេះគឺញ៉ាំមីសួរមាន់របស់គាត់តែម្ដងព្រោះថាអ្នកទាំងអស់គ្នាដាក់ជាមួយនឹងតកួនហើយអាសាច់មាន់គេបែបនេះមកគឺថាចូលជាតិមែនតែនអមជាមួយនឹងអាប្រហិតត្រីចៀនទៀតអោយបាននិយាយទៅបើពីតម្លៃវិញពុកម៉ែបងប្អូនគឺថាសមរម្យមែនតែនគួបផ្សំអីឥឡូវហាងគេមាន promotion ឡូបាននិយាយទៅ discount 20% គ្រប់មុខតែម្ដងហើយអ្វីដែលសំខាន់ណាមីប៉ក់ដែលល្បីនៅសិង្ហបុរីក៏មាននៅកន្លែងគាត់ដែរអញ្ចឹង Twister មកលើកនេះគឺថាញ៉ាំមីប៉ក់ទៀតពុកម៉ែបងប្អូនព្រោះថារសជាតិមីប៉ក់នៅទីនេះគឺថាជាប់មាត់ Twister តែម្ដងណាគាត់ធ្វើមកគឺល្មមមកឆ្ងាញ់គឺថាអត់តលន់ទេហើយគុយទាវទឹកខ្មៅនៅពេលដែលយើងញ៉ាំក្តៅទៅគឺថាមានកម្លាំងព្រឹសតែម្ដងហើយនៅកន្លែងគាត់ពុកម៉ែបងប្អូន Twister បញ្ជាក់ម៉ោងបន្តិចណាបើសិនជាចង់មកញ៉ាំអាហារទាំងអស់នេះគឺអាចមកពីម៉ោង7ព្រឹករហូតដល់ម៉ោង10យប់បានណាហើយសម្រាប់សាខារបស់ Happy Noodle គឺមាន2សាខាទី1គឺនៅផ្លូវ63ឬក៏ផ្លូវតសក់ផ្អែមសង្កាត់បឹងកេងកង1ណាហើយសម្រាប់សាខាទី2នោះគឺនៅផ្លូវលេខ183កែង402និយាយទៅនៅក្រោយសាលាបណ្ដាតែម្ដង Twister នឹងដាក់ Google Map នៅលើ caption ក៏ដូចជា comment ណាដើម្បីងាយស្រួលពុកម៉ែបងប្អូនស្វែងរកហើយបើថាយើងមកញ៉ាំជាប្រភេទគុយទាវមីឬមួយក៏ជាប្រភេទមីសួរអីហើយយើងអាចដាក់នឹងភេសជ្ជៈជាប្រភេទ drink នៅកន្លែងគាត់បានគឺថាមានគ្រប់មុខតែម្ដងក៏មាន promotion 20% ដូចគ្នាណា drink នៅទីនេះគឺថាយើងអាចជ្រើសរើសបានទៅតាមចំណង់ចំណូលចិត្តមិនថាមាន tea passion cream ឬមួយក៏កាហ្វេអីទេយើងពេញចិត្តមួយតាយើងដាក់មួយនឹងទៅជាមួយនឹងតម្លៃសមរម្យណាហើយនៅកន្លែងគាត់ក៏មានតាម app ដែរគឺមាន app Wow Now Food Panda ញ៉ាំ24ក៏ដូចជា Eget ហើយមួយទៀតគាត់ក៏មានទទួលជាប្រភេទ catering តាមពិធីមង្គលការដែរនិយាយទៅគឺថាទទួលចាប់ពីអាហារ100កញ្ចប់ឡើងទៅអញ្ចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានកម្មវិធីដូចជាពិធីជប់លៀងមង្គលការដែលត្រូវការអាហារទាំងអស់នេះអីគឺថាអាចទំនាក់ទំនងតាមលេខទូរស័ព្ទគាត់បានបាយបាយ